មុនពេលចូលវាំងខ្ញុំបានស្វែងរកគ្រូពេទ្យរោគស្ត្រីម្នាក់ដែលលាក់ខ្លួនពូកែខាងវិទ្យាសាស្ត្រគាត់បានបង្កប់វត្ថុតូចមួយនៅក្នុងដៃរបស់ខ្ញុំដែលអាចធានាថាខ្ញុំមិនមានផ្ទៃពោះរយៈពេល10ឆ្នាំដើម្បីសុវត្ថិភាពខ្ញុំក៏បានព្យាយាមដោះស្រាយពីប្រភពនៃបញ្ហាដោយការគេចវិសមិនព្រមដេកជាមួយព្រះរាជាការធ្វើបែបនេះមិនមែនត្រឹមតែព្រោះតែខ្ញុំស្អប់គូស៊ីនោះទេតែវាជាការរក្សាជីវិតខ្លួនឯងផងដែរនៅក្នុងវាំងឋានៈរបស់ខ្ញុំគឺជាព្រះស្នំស៊ូហ្វៃដែលមានចរិតទន់ភ្លន់និងទន់ខ្សោយដោយសារតែត្រូវបានព្រះមហាក្សត្រយានីនិងព្រះវររាជមាតាដាស់តឿនខ្ញុំមិនអាចមិនសម្ដែងអ្វីសោះនោះទេខ្ញុំបានចាត់អ្នកបម្រើឲ្យយកស៊ុបទៅថ្វាយគូស៊ីម្ដងនិងម្ដងបើធ្វើច្រើនពេកវានឹងលេចធ្លោហើយខ្ញុំក៏មិនចង់ធ្វើដែរដូច្នេះហើយទើបធ្វើតែ2ដងប៉ុណ្ណោះប៉ុន្តែវាមានប្រសិទ្ធភាពខ្លាំងណាស់អត់ឃើញមានមហាថ្លឹកមកហៅខ្ញុំទៅបម្រើឡើយស្រាប់តែគូស៊ីយាងមកដល់មាត់ទ្វារដោយផ្ទាល់តែម្ដងពេលដែលទ្រង់យាងមកដល់ខ្ញុំកំពុងតែចម្លងធរទ្រង់សម្លឹងមកខ្ញុំមួយសន្ទុះរួចក៏មានបន្ទូលឡើងមិនប្លែកទេដែលឯងមានភាពស្ងប់ស្ងាត់បែបនេះការស្មានថាឯងលេងល្បិចតាក់ទាញចាប់ហើយប្រឡែងតើតាមពិតឯងបែរជាចូលជ្រកក្រោមលោកព្រះពុទ្ធសាសនាទៅវិញទេតើខ្ញុំភ័យស្លន់ស្លោភ្លាមពេលងាកក្រោយឃើញថាជាគូស៊ីក៏ប្រញាប់លើកជង្គង់ក្រាបថ្វាយបង្គំការក្រាបថ្វាយបង្គំរបស់ខ្ញុំកាន់តែស្ទាត់ជំនាញទៅនេះជាអ្វីដែលខ្ញុំបានរកឃើញកាលពីជាតិមុនមនុស្សដែលមានអំណាចខ្ពង់ខ្ពស់ទោះបីជាមានបុណ្យស័ក្តិខ្ពស់ដល់មេឃក៏ដោយក៏នៅតែចូលចិត្តមើលអ្នកដទៃបន្ទាបខ្លួននៅចំពោះមុខពិសេសគឺការក្រាបថ្វាយបង្គំការស្ម័គ្រចិត្តក្រាបថ្វាយបង្គំចំពោះពួកគេនឹងធ្វើឲ្យអំនួតរបស់ពួកគេរីកធំឡើងយ៉ាងរហ័សហើយអារម្មណ៍ដែលគិតថាខ្លួនឯងអស្ចារ្យបំផុតនឹងត្រូវបានបំពេញភ្លាមរួចពួកគេក៏នឹងមានចិត្តមេត្តានិងផ្ដល់រង្វាន់ដល់អ្នកដែលលើកជង្គង់នោះខ្ញុំមិនប្រាថ្នាចង់បានក្តីមេត្តាឬរង្វាន់អ្វីឡើយខ្ញុំគ្រាន់តែចង់ឲ្យពួកគេសប្បាយចិត្តរួចប្រញាប់ដេញខ្ញុំចេញឲ្យឆាប់ប៉ុណ្ណោះពិតមែនហើយទម្រង់មុខរបស់គូស៊ីបង្ហាញពីភាពពេញចិត្តយើងស្មានតែឯងធ្វើជាអណ្ដើកសំងំក្នុងស្នូករហូតហើយតើមួយជីវិតនេះមិនរកយើងទេមែនទេសុខនឹងនំដែលឯងផ្ញើមកនោះល្អណាស់អរព្រះគុណព្រះរាជាខ្ញុំក៏ប្រញាប់ក្រាបថ្វាយបង្គំម្ដងទៀតរួចទ្រង់ក៏ក្រៀតខ្ញុំឲ្យក្រោកឈរឡើងមិនបាច់មានពិធីការច្រើនបែបនេះទេរវាងយើងនិងឯងមិនចាំបាច់ធ្វើបែបនេះឡើយខ្ញុំគិតក្នុងចិត្តថាបើខ្ញុំមិនធ្វើបែបនេះទេឯងច្បាស់ជាចង់កាត់ក្បាលខ្ញុំនិងប្រហារជីវិត9ជួរត្រកូលរបស់ខ្ញុំភ្លាមមិនខានខ្ញុំត្រូវតែសម្ដែងបន្តទៀតខ្ញុំងើបមុខសម្លឹងមើលទ្រង់ដោយក្តីអៀនព្រានរបស់នារីម្នាក់ទ្រង់មិនដែលឃើញខ្ញុំបែបនេះពីមុនមកឡើយក្នុងកែវភ្នែករបស់ទ្រង់ក៏លេចចេញនូវភាពរំភើបភ្លាមរួចក៏ចង់ទាញខ្ញុំទៅលើគ្រែចំណែកឯខ្ញុំវិញបើទោះបីជាមានអារម្មណ៍ខ្ពើមម្អើមក៏មានតែលួចលួងចិត្តខ្លួនឯងថាគិតថាដូចជាត្រូវឆ្កែខាំមួយខាំទៅចុះនឹកស្មានមិនដល់ថាទ្រង់មិនទាន់ទាំងបានដោះអាវក្រៅរបស់ខ្ញុំចេញផងស្រាប់តែមហាថ្លឹកនៅខាងក្រៅស្រែកលោឡាឡើងព្រះមហាក្សត្រយានីចិត្តប្រសូតហើយសូមព្រះរាជាប្រញាប់ទៅទតផងគូស៊ីរុញខ្ញុំចេញភ្លាមរួចក៏រត់ចេញទៅក្រៅដោយមិនខ្វល់ពីអ្វីទាំងអស់បើកាលពីមុនខ្ញុំច្បាស់ជាខឹងស្លាប់មិនខានប៉ុន្តែឥឡូវនេះអាមីទូហ្វូសូមអរគុណដល់លីចាពិតប្រាកដមែនខ្ញុំបានបែរមុខទៅទីដើរនៃដំណាក់ព្រះមហាក្សត្រយានីរួចធ្វើការគោរពដោយចិត្តជ្រះថ្លាថ្ងៃបន្ទាប់មានដំណឹងមកថាលីចាសម្រាលបានព្រះរាជបុត្រីច្បងដោយជោគជ័យព្រះរាជាបានប្រទានរង្វាន់យ៉ាងច្រើនដល់វាំងខាងក្រោយព្រោះនេះជាបុត្រដំបូងរបស់ទ្រង់ហើយក៏ជាបុត្រដែលកើតពីស្រីដែលទ្រង់ស្រឡាញ់បំផុតផងដែរទ្រង់សប្បាយចិត្តជាខ្លាំងរហូតភ្លេចគិតពីខ្ញុំដែលជាអតីតភរិយាកំពុងរងចាំការមកដល់របស់ទ្រង់ដល់ពេលដែលទ្រង់នឹកឃើញថានៅមានខ្ញុំម្នាក់ទៀតដែលកំពុងរងចាំទ្រង់ក៏ទទួលបានបុត្រទី2ត្រៀមនឹងកើតមកទៀតនាងងាហាក៏សម្រាលបានព្រះរាជបុត្រច្បងគូស៊ីសប្បាយចិត្តខ្លាំងណាស់ព្រះវររាជមាតាក៏សប្បាយចិត្តព្រះឲ្យការក៏កាន់តែសប្បាយចិត្តថែមទៀតរហូតមានការលើកលែងទោសដល់មនុស្សទូទាំងប្រទេសហើយអ្នកក្នុងវង្សទាំងអស់សុទ្ធតែទទួលបានរង្វាន់សូម្បីតែអ្នកបម្រើស្រីទូចរបស់ខ្ញុំក៏ទទួលបានប្រាក់5រំលឹងដែរនាងសប្បាយចិត្តរហូតទៅក្រាបថ្វាយបង្គំនៅចំពោះមុខដំណាក់របស់គូស៊ីយ៉ាងយូរភាពរីករាយនេះមិនទាន់កន្លងផុតទៅផងគូស៊ីក៏នឹកឃើញដល់ខ្ញុំទ្រង់បានមានបន្ទូលមកកាន់ខ្ញុំដោយក្តីរំភើបញាប់ញ័រថាយើងក៏ចិត្តមានកូនជាមួយគ្នាហើយដែរឯងត្រូវបង្កើតកូនស្រីម្នាក់ដែលស្អាតដូចជាឯងឲ្យយើងណាខ្ញុំជឿក្នុងចិត្តថាទៅងប់ទៅអាមនុស្សដូចឆ្កែខ្ញុំមិនបង្កើតកូនឲ្យឯងដាច់ខាតប៉ុន្តែនៅខាងក្រៅខ្ញុំបែរជាបង្ហាញទឹកមុខអៀនព្រានពេញខ្លួនទៅវិញខ្ញុំម្ចាស់ទទួលព្រះរាជបញ្ជាទ្រង់មានទឹកមុខរំភើបខ្លាំងប៉ុន្តែភ្លាមនោះក៏ប្រែជាមិនសប្បាយចិត្តរួចទ្រង់ក៏គ្រវីដៃឲ្យយាងចេញទៅទាំងខឹងសម្បាពិតជាគួរឲ្យធុញទ្រាន់ណាស់ព្រះលោហិតរដូវរបស់ខ្ញុំបានមកដល់ហើយមើលទៅមេឃពិតជាមានភ្នែកជួយខ្ញុំមែនព្រោះតាមពិតគួរតែមកយឺត2 3ថ្ងៃទៀតចូលវាំងបានជាង1ឆ្នាំកូនស្រីរបស់មន្ត្រីថ្នាក់ទី1មិនទាន់បានបម្រើលើក្រែឡើយប៉ុន្តែបែរជាគ្មានអ្នកណារកកំហុសឃើញសោះចាប់តាំងពីព្រះឲ្យការរហូតដល់ស្រីបម្រើតូចទាំងអស់គ្នាសុទ្ធតែលួចដកដង្ហើមធំថានេះជាបំណងរបស់ឋានសួគ៌
បន្ទាន់ទាំងបានរៀបចំផែនការបម្រើថ្មីផងក៏មានដំណឹងមកថាព្រំដែនខាងជើងរងការវាយប្រហារពីស្ទើរខាងក្រៅពេលនេះព្រះរាជាគ្មានចិត្តគិតពីរឿងដេកជាមួយអតីតភរិយាទៀតទេទ្រង់បានក៏ហៅមន្ត្រីទាំងឡាយមកពិភាក្សាគ្នាទាំងយប់ទាំងថ្ងៃដើម្បីស្វែងរកដំណោះស្រាយរឿងនេះខ្ញុំដឹងវាពិបាកណាស់ក្រោយពេលកើតជាថ្មីខ្ញុំសុខចិត្តលះបង់តំណែងព្រះមហាក្សត្រយានីដោយគ្មានការរអ៊ូតមអ្វីឡើយមូលហេតុចម្បងពិតប្រាកដគឺដោយសារតែចម្លើយនៃបញ្ហានេះខ្ញុំមិនចង់ឲ្យឪពុកនិងបងប្រុសរបស់ខ្ញុំទៅដោះស្រាយវាម្ដងទៀតឡើយសត្រូវក្រុមនេះកាលពីលើកមុនដែលពួកគេបានចូលលុកលុយព្រំដែនគឺកាលពីជាង10ឆ្នាំមុនពេលនោះពួកគេត្រូវបានឪពុករបស់ខ្ញុំវាយប្រឲ្យបរាជ័យហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់ច្បាំងរយៈពេល10ឆ្នាំហើយក៏ដោយសារតែគុណសម្បត្តិសិទ្ធិក្នុងរយៈពេល10ឆ្នាំនោះទើបធ្វើឲ្យព្រះរាជាអង្គមុនតែងតាំងខ្ញុំជាព្រះរាជបុត្រីច្បងដើម្បីបង្ហាញពីព្រះមហាករុណាธิគុណប៉ុន្តែលើកនេះពួកគេកម្ដងទៀតខ្ញុំដឹងថាវាកាន់តែពិបាកវាយបកជាងមុនទៅទៀតព្រោះពួកគេបានកែលម្អនិងអភិវឌ្ឍខ្លួនពីចុកតូចប្រែជាចុកដ៏សាហាវឃោឃៅហើយថែមទាំងមានល្បិចកលខ្ពស់ទៀតផងកាលពីជាតិមុនទោះបីជាចុងក្រោយពួកយើងជាអ្នកឈ្នះប៉ុន្តែតម្លៃដែលត្រូវបង់គឺកងទ័ព100000នាក់ត្រូវភ្លីជីវិតរួមទាំងឪពុករបស់ខ្ញុំបងប្រុស2នាក់របស់ខ្ញុំក៏ត្រូវស្លាប់ក្នុងសមរភូមិចំណែកប្អូនប្រុសត្រូវធ្លាក់ខ្លួនពិការស្របពេលដែលខ្ញុំកំពុងតែឆ្លោះប្រកែកពេញវាំងដោយសារតែក្តីប្រច័ណ្ឌពិសេសគឺធ្វើឲ្យព្រះស្នំលីចាត្រូវទទួលរងទុក្ខមិនតិចឡើយគូស៊ីក៏មានចិត្តចង់ទម្លាក់ខ្ញុំពីតំណែងយ៉ាងខ្លាំងហើយបានបញ្ជូនខ្ញុំទៅដំណាក់ត្រជាក់ព្រះរាជបញ្ជាក៏បានព្រៀងរួចរាល់អស់ហើយប៉ុន្តែបែរជាមានដំណឹងពីសមរភូមិខាងមុខមកថាគ្រួសាររបស់ខ្ញុំបានស្លាប់នឹងពិការដើម្បីទ្រង់រហូតសល់តែខ្ញុំម្នាក់ដែលជាព្រះមហាក្សត្រយានីគ្មានកូនរស់នៅយ៉ាងឯកោរឿងនេះសូម្បីតែព្រះឲ្យឱកាសដែលធ្លាប់រៀបចំផែនការធ្វើបាបខ្ញុំយ៉ាងខ្លាំងក៏មិនដាច់ចិត្តដែរនាងបាននិយាយថាគុំធ្វើឲ្យខូចចិត្តទីហ៊ានទូទាំងជើងមេឃឡើយតំណែងរបស់ខ្ញុំត្រូវបានរក្សាទុកប៉ុន្តែចិត្តរបស់ខ្ញុំបានស្លាប់បាត់ទៅហើយខ្ញុំបានទូលសូមព្រះវររាជមាតាដែលតែងតែមានក្តីមេត្តាចំពោះខ្ញុំអនុញ្ញាតឲ្យខ្ញុំទៅបួសនៅវត្តអារាមដើម្បីសាងភ្នោះបន់ស្រន់សូមសេចក្តីសុខដល់បងប្រុសនិងមនុស្សទូទាំងពិភពលោកព្រះវររាជមាតាក៏បានយល់ព្រមហើយគូស៊ីក៏យល់ព្រមដែរជាតិនេះខ្ញុំចង់ចាំមើលថាតើគូស៊ីនឹងបញ្ជូនអ្នកណាទៅច្បាំងក្នុងសមរភូមិដ៏សាហាវមួយនេះរឿងរ៉ាវនៅលើលោកនេះមិនមែនជារបស់ពិភពលោកទាំងមូលឡើយបើនិយាយឲ្យចំទៅវាគឺជារឿងរបស់ព្រះរាជានិងមន្ត្រីទាំងឡាយតែប៉ុណ្ណោះគូស៊ីរវល់រហូតរកតែស្រមោលមនុស្សមិនឃើញមិនបានមកវាំងខាងក្រោយជាច្រើនថ្ងៃព្រះឲ្យឱកាសនិងព្រះវររាជមាតាក៏ព្រួយបារម្ភព្រះមហាក្សត្រយានីនិងព្រះស្នំក៏បារម្ភដូចគ្នាតាមពិតទៅខ្ញុំក៏មានអារម្មណ៍ភ័យអន្ទះសាដែរទោះបីជាដឹងថាមិនចាញ់ក៏ដោយប៉ុន្តែខ្ញុំមិនចង់បាត់បង់សមាជិកគ្រួសារទៀតឡើយខ្ញុំបានបន់ស្រន់ជារៀងរាល់ថ្ងៃសូមកុំឲ្យជាបងប្រុសសូមកុំឲ្យជាឪពុករហូតដល់ច្រើនថ្ងៃក្រោយមកទើបមានដំណឹងមកដល់លទ្ធផលនៃការពិភាក្សាវាងព្រះរាជានិងមន្ត្រីគឺបញ្ជូនឪពុករបស់ព្រះមហាក្សត្រយានីលីចាធ្វើជាមេតបធំដើម្បីទៅច្បាំងហើយបងប្រុសទាំង3នាក់របស់នាងធ្វើជាអ្នកជួយជ្រោមជ្រែងប៉ុន្តែចំពោះការរៀបចំមួយនេះព្រះឲ្យឱកាសនិងព្រះវររាជមាតាសុទ្ធតែមិនពេញចិត្តឡើយព្រះឲ្យឱកាសបានមានបន្ទូលថាទោះបីជាមេតបលីធ្លាប់មានគុណសម្បត្តិសឹកយ៉ាងច្រើនក៏ដោយប៉ុន្តែគាត់មិនយល់ដឹងពីភូមិសាស្ត្រខាងជើងឡើយគាត់អាចធ្វើជាមេតបធំបានប៉ុន្តែមេតបរងគួរតែជ្រើសរើសយកបងប្រុសម្នាក់ក្នុងចំណោមបងប្រុសទាំងពីរនាក់របស់ព្រះស្នំស៊ូហ្វៃទើបជាការល្អ